72 ម៉ោងក្រោយបទជប់បាញ់អភិបាលខេត្តប៉ៃលិនមិនទាន់ទទួលបានព័ត៌មានពិតប្រាកដពីការដោះលែងយោធិន18រូបពីប្រទេសថៃឡើយរយៈពេល72ម៉ោងបទជប់បាញ់ចូលជាធរមានគិតត្រឹមម៉ោងជាង12ថ្ងៃត្រង់ថ្ងៃទី30ខែធ្នូអភិបាលខេត្តប៉ៃលិនលោកស្រីបានស្រីមុំបានអះអាងថានៅមិនទាន់បានទទួលព័ត៌មានពិតប្រាកដពាក់ព័ន្ធនឹងការដោះលែងយោធិនកម្ពុជាទាំង18រូបពីប្រទេសថៃឡើយអភិបាលខេត្តប៉ៃលិនលោកស្រីបានស្រីមុំសរសេរលើគណនី Facebook ផ្លូវការនាម៉ោង 12:16 នាទីថ្ងៃត្រង់នេះថាមកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុវជន18រូបនោះទេសូមមេត្តាកុំមកជួបជុំបកគោជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាតសូមមេត្តារក្សាភាពស្ងៀមស្ងាត់ក្នុងនាមរដ្ឋបាលខេត្តនិងផ្ដល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាបនិងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុវជនយើងទាំងអស់គ្នានៅពេលវេលាច្បាស់លាស់សូមអរគុណ